កាន់តែក្តៅខ្លាំងឡើងហើយភាពអត់ធ្មត់របស់ប្រទេសកាតានិងអារ៉ាប៊ីសាអូឌីតបានដល់ទីបញ្ចប់ហើយបន្ទាប់ពីអ៊ីរ៉ង់ហ៊ានមកកំទេចហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់បណ្ដាប្រទេសអារ៉ាប់ដោយសារតែខឹងសម្បាប្រទេសអាមេរិកនិងអ៊ីស្រាអែលការប្រកាសផ្តាច់ទំនាក់ទំនងការទូតនិងការបណ្ដេញកងកម្លាំងអ៊ីរ៉ង់ចេញពីកាតាគឺជារលកសញ្ញាព្រមានសង្គ្រាមដ៏ធំមួយតើវាសនារបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងទៅជាយ៉ាងណាបន្ទាប់ពីទទួលរងការថ្កោលទោសធ្ងន់ធ្ងរពីអង្គការសហប្រជាជាតិតមកតាមដានជាមួយខ្ញុំទាំងអស់គ្នាប្រទេសកាតានិងប្រទេសអារ៉ាប់កំពុងស្ថិតក្នុងចំនួនបោកចំហហើយនៅពេលនេះបន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលប្រេងឥន្ធនៈដ៏ធំរបស់ប្រទេសកាតាដោយការវាយប្រហារយ៉ាងធ្ងន់ធ្ងរអ៊ីរ៉ង់ចាត់ទុកថាការវាយប្រហារទៅលើប្រទេសណាក៏ដោយនៅតំបន់នៃឈូងសមុទ្រប៉ែកបើទោះជាវាយទៅលើទីតាំងស្តុកប្រេងរោងចក្រចម្រាញ់ប្រេងឬក៏ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតគឺជារឿងសងសឹករបស់អ៊ីរ៉ង់កាតាជាប្រទេសដ៏មានសក្តានុពលដ៏ធំមួយនៅតំបន់ឈូងសមុទ្រប៉ែកបានប្រកាសជាចំហថាសេនានយោធានិងនគរបាលនៃប្រទេសអ៊ីរ៉ង់ត្រូវតែចាកចេញពីប្រទេសកាតាដោយពួកគេមិនមានឯកសិទ្ធិអ្វីស្ថិតនៅក្នុងទឹកដីនៃប្រទេសកាតាទៀតនោះទេការប្រកាសរបស់ប្រទេសកាតាដូចនេះប្រៀបបាននឹងប្រទេសនេះប្រកាសពីការរៀបចំប្របាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយចាត់ទុកអ៊ីរ៉ង់ជាសត្រូវរបស់ខ្លួនហើយនៅពេលនេះការប្រកាសរបស់ប្រទេសកាតានេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនវាយប្រហារទៅលើតំបន់ឧស្សាហកម្មអ៊ូស្ម៉ាន់និងប្រេងឥន្ធនៈរបស់ប្រទេសកាតានៅតំបន់ Ras Laffan ដែលចាត់ទុកថាជាតំបន់ជម្រកឧស្ម័នធម្មជាតិដ៏ធំបំផុតនៃពិភពលោករបស់ប្រទេសកាតាដែលបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅអាជ្ញាធរនៃប្រទេសកាតាបានធ្វើរបាយការណ៍ថាសម្រាប់ការឆាបឆេះយ៉ាងសន្ធោសន្ធៅនោះត្រូវបានបញ្ជូនអ្នកសង្គ្រោះជាបន្ទាន់ទៅកាន់តំបន់នោះប៉ុន្តែនៅតែលំបាកក្នុងការពន្លត់អគ្គីភ័យទាំងនោះទីក្រុងដូហានៃប្រទេសកាតាបានបញ្ជាក់ថាសេចក្តីសម្រេចដែលត្រូវប្រឈមមុខជាមួយនឹងអ៊ីរ៉ង់គឺចាប់ផ្ដើមនៅពេលនេះព្រោះថាកាតាតែងតែរំលឹកឲ្យអ៊ីរ៉ង់មិនត្រូវប្រើប្រាស់យន្តការនៃការសងសឹកដោយកំហឹងនោះទេហើយមិនត្រូវដាក់គោលដៅទៅលើតំបន់ឧស្សាហកម្មប្រេងឥន្ធនៈរបស់កាតានោះទេគឺអ៊ីរ៉ង់គួរតែព្យាយាមវាយប្រហារទៅលើតែគោលដៅសត្រូវរបស់ខ្លួនតែប៉ុណ្ណោះប៉ុន្តែសារព័ត៌មានអន្តរជាតិចុះផ្សាយថាការកើនឡើងកម្ដៅនៃការប្រជុំមុខផ្ទាល់រវាងកាតានិងអ៊ីរ៉ង់គឺកើតមាននៅពេលនេះបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងឧស្ម័នដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់នៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់គឺនៅតំបន់ Pars ក្នុងខេត្ត Bushehr ដែលនៅទីនោះទីតាំងស្តុកប្រេងនិងស្តុកឧស្ម័នរបស់ប្រទេសអ៊ីរ៉ង់ឆាបឆេះស្ទើរតែទាំងអស់ដែលធ្វើឲ្យអ៊ីរ៉ង់បាត់បង់ប្រាក់ចំណូលរាប់រយលានដុល្លារភ្លាមនៅពេលនេះការវាយប្រហារនេះបាននាំឲ្យអ៊ីរ៉ង់ប្រកាសថាគេអាចសងសឹកទៅលើប្រទេសទាំងអស់នៅតំបន់មជ្ឈិមបូព៌ាព្រោះតែអ៊ីស្រាអែលបើកការវាយប្រហារទៅលើតំបន់ឧស្សាហកម្មរបស់អ៊ីរ៉ង់អ៊ីស្រាអែលមិនមែនជាសមត្ថភាពរបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ានោះទេអ៊ីស្រាអែលមិនមានវត្តមានតបរបស់ខ្លួននៅលើទឹកដីនៃប្រទេសនៅតំបន់មជ្ឈិមបូព៌ាដូចជានៅលើទឹកដីនៃប្រទេសកាតាអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមប្រទេសបារ៉េនប្រទេសស៊ូដង់ប្រទេសគូវ៉ែតឬក៏ប្រទេសអូម៉ុននោះនៅលើទឹកដីនៃប្រទេសទាំងនេះមានតែកងទ័ពសហរដ្ឋអាមេរិកប៉ុណ្ណោះឥឡូវនេះប្រទេសទាំងនោះចាត់ទុកថានៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារទៅលើទីតាំងនៃមជ្ឈមណ្ឌលអូស្ម័ននិងប្រេងរបស់អ៊ីរ៉ង់បែរជាបើកការវាយប្រហារមិនត្រឹមតែសម្ដៅទៅលើទីតាំងស្តុកប្រេងរបស់អ៊ីស្រាអែលនោះទេគឺបើកការវាយប្រហារមកលើទីតាំងស្តុកប្រេងរបស់តំបន់មជ្ឈមបូព៌ាអ៊ីរ៉ង់ធ្វើដូច្នេះបង្ហាញថាអ៊ីរ៉ង់កំពុងតែក្លាយជាសត្រូវរបស់ប្រទេសនៅតំបន់នេះនិងឈូងសមុទ្រប៉ែកហើយនៅពេលនេះប្រទេសកាតាបានប្រកាសឲ្យសេនានគរបាលសេនានយោធារបស់អ៊ីរ៉ង់រៀបចំបង្វិចចាក់ចេញពីប្រទេសកាតាដោយចាត់ទុកថាពួកគេអត់មានតម្លៃតំណាងឲ្យប្រទេសទៀតនោះទេអ្នកសង្កេតការណ៍មើលឃើញថាការដែលប្រទេសកាតាប្រាប់ទៅអ៊ីរ៉ង់ឲ្យយកសេនានយោធានិងសេនានគរបាលចេញពីប្រទេសរបស់កាតានេះគឺជាការបង្ហាញថាកាតាចាប់ផ្ដើមបន្ថយទំនាក់ទំនងការទូតកម្រិតមួយដ៏ធំជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយម្យ៉ាងទៀតកាតាមិនចង់ឃើញយោធារបស់អ៊ីរ៉ង់ប៉ូលីសរបស់អ៊ីរ៉ង់នៅលើទឹកដីកាតាទៀតនោះទេព្រោះពួកគេក៏អាចជាចារកម្មរបស់រដ្ឋាភិបាលអ៊ីរ៉ង់ដែរឥឡូវនេះគឺគេសង្កេតឃើញប្រទេសជាច្រើនទៀតនៅតំបន់មជ្ឈិមបូព៌ាចេញប្រតិកម្មបន្តបន្ទាប់គ្នាប្រឆាំងនឹងអ៊ីរ៉ង់ដែលនៅតែបើកការវាយប្រហារទៅលើតំបន់ឧស្សាហកម្មប្រេងឥន្ធនៈរបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាគេសង្កេតឃើញប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសអារ៉ាប់រួមអេមីរ៉ាតកំពុងតែហៅរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះថាជាសត្រូវរបស់ពួកគេហើយអារ៉ាប៊ីសាអូឌីត
តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានប្រកាសថាភាពអត់ធ្មត់ចំពោះអ៊ីរ៉ង់សម្រាប់អារ៉ាប៊ីសាអូឌីតគឺដូចជាអស់ហើយនៅពេលនេះអត់មានភាពអត់ធ្មត់ទៀតនោះទេវានៅសល់តែពេលវេលានៃការដែលត្រីបាតការវាយប្រហារក្នុងកម្រិតសងសឹកវិញតែប៉ុណ្ណោះមន្ត្រីអារ៉ាប៊ីសាអូឌីតបាននិយាយថាកងកម្លាំងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់រាប់រយគ្រឿងហើយពេលនេះទាំងកាតាទាំងអារ៉ាប៊ីសាអូឌីតទាំងអារ៉ាប់រួមប្រកាសថាគេបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ជាង 2000 គ្រឿងដែលបានហក់សម្ដៅមកលើប្រទេសពួកគេហើយដ្រូនទាំងនោះភាគច្រើនមិនសម្ដៅទៅលើទីតាំងផលប្រយោជន៍របស់សហរដ្ឋអាមេរិកឬជាមូលដ្ឋានទ័ពអាមេរិកនោះទេបែរជាសម្ដៅកំទេចទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីនធឺណិតប្រេងសាំងប្រេងម៉ាស៊ូតនិងកំទេចតំបន់រក្សាទុកអ៊ូស្ម៉ាន់សម្រាប់ពិភពលោកទៅវិញពួកគេហៅថាគឺជារឿងឈឺចាប់បំផុតនៅពេលនេះប្រទេសទាំងនេះបានប្រកាសថាទំនាក់ទំនងការទូតជាមួយនឹងអ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបនៅពេលនេះហើយពិបាកណាស់ដែលត្រូវស្ដារទំនាក់ទំនងនេះឡើងវិញជាមួយគ្នានេះប្រទេសនៅតំបន់មជ្ឈិមបូព៌ាបានប្រាប់ទៅលោក Donald Trump ថាត្រូវប្រញាប់បញ្ចប់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឲ្យបានលឿនបំផុតព្រោះរបបនេះលែងមានទំនាក់ទំនងល្អជាមួយនឹងប្រទេសនៅតំបន់ឈូងសមុទ្រពាក់ទៀតហើយយ៉ាងណាប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Masoud Pezeshkian នៅតែថ្កោលទោសចំពោះការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលដោយចាត់ទុកថាអ៊ីស្រាអែលធ្វើបែបនេះក៏ធ្វើឲ្យអ៊ីរ៉ង់មានសិទ្ធិក្នុងការវាយបកទៅលើអ៊ីស្រាអែលដែរបន្តែលោក Masoud Pezeshkian មិនបាននិយាយថាការវាយប្រហារទៅលើប្រទេសជិតខាងគឺជាការសងសឹករបស់អ៊ីរ៉ង់ឬក៏យ៉ាងណានោះទេតែយ៉ាងណាឧត្តមសេនីយ៍ប្រទេសអ៊ីរ៉ង់បានចេញមុខថ្កោលទោសអ៊ីស្រាអែលប៉ុន្តែបែរជាប្រកាសថាសង្គ្រាមវាយបករបស់អ៊ីរ៉ង់ទៅលើប្រទេសណាទាំងអស់សុទ្ធតែជាសង្គ្រាមសងសឹករបស់អ៊ីរ៉ង់មានសិទ្ធិក្នុងការវាយសងសឹកពីព្រោះមីស៊ីលរបស់អាមេរិកបញ្ចេញពីប្រទេសទាំងនោះរឿងអីដែលអ៊ីរ៉ង់មិនមានសិទ្ធិក្នុងការវាយប្រហារដោយសងសឹកទៅលើប្រទេសទាំងនោះវិញនិយាយទៅសង្គ្រាមនៅតំបន់នៃឈូងសមុទ្រប៉ែកនៅពេលនេះសង្គ្រាមផ្ដើមចេញពីប្រតិបត្តិការសឹករួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលនេះបានផ្ដើមឲ្យពិភពលោកជួបវិបត្តិប្រេងឥន្ធនៈដែលនៅគ្រប់ប្រទេសទាំងអស់គឺប្រេងឥន្ធនៈកំពុងតែឡើងថ្លៃក្នុងកម្រិតខ្ពស់មិនធ្លាប់មាននៅពេលនេះហើយពិភពលោកកំពុងតែទទូចឲ្យសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហើយទទូចឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារសងសឹកទៅលើតំបន់ឧស្សាហកម្មប្រេងឥន្ធនៈនៅតំបន់ឈូងសមុទ្រប៉ែកសូមជម្រាបថាអ៊ីរ៉ង់រងការថ្កោលទោសជាផ្លូវការហើយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលកាលពីសប្តាហ៍មុនប្រទេសកាតាបានប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យធ្វើសេចក្តីសម្រេចមួយជាលក្ខណៈវិធានការច្បាប់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដោយថ្កោលទោសអ៊ីរ៉ង់វាយប្រហារទៅលើប្រទេសជិតខាងតំបន់មជ្ឈិមបូព៌ានិងជាពិសេសនៅតំបន់ឈូងសមុទ្រប៉ែកកាតាបានដាក់ញត្តិវ៉ាតាមផ្លូវច្បាប់នឹងការទូតប្រឆាំងនឹងអ៊ីរ៉ង់ទីបំផុតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមាន15ប្រទេសគឺបានប្រកាសចេញសេចក្តីថ្លែងការណ៍និងដំណោះស្រាយថ្កោលទោសអ៊ីរ៉ង់តាមការទាមទាររបស់ប្រទេសកាតាប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសអារ៉ាប់រួមប្រទេសស៊ូដង់ប្រទេសគុយវ៉ែតប្រទេសបារ៉ែននិងប្រទេសជាច្រើនទៀតដែលរងការវាយប្រហារដោយដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់ប្រទេសរុស្ស៊ីនិងប្រទេសចិនមិនបានប្រាសិទ្ធបោះឆ្នោតវេតូនោះទេប្រទេសទាំងពីរនេះបានសម្រេចបោះឆ្នោតដោយសัญลักษณ์ឆ្នោតអនុវាវិតសัญลักษณ์ឆ្នោតអនុវាវិតអត់មានន័យអត់មានខ្លឹមសារអត់មានសុពលភាពអត់មានប្រសិទ្ធភាពដើម្បីរាំងខ្ទប់ដំណោះស្រាយរបស់ប្រទេស13ទៀតដែលបោះឆ្នោតគាំទ្រប្រទេសកាតាថ្កោលទោសប្រទេសអ៊ីរ៉ង់នោះទេអ៊ីរ៉ង់ធ្លាក់ចូលក្នុងរឿងបរាជ័យធ្ងន់ធ្ងរជាលើកដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី28កុម្ភៈនោះមកអ្នកជំនាញច្បាប់ព្រមានថាអ៊ីរ៉ង់អាចនឹងត្រូវគេអូសយកទៅកាន់សវិនាការជំនុំជម្រះថ្មីម្ដងទៀតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើអ៊ីរ៉ង់មិនព្រមបន្ថយការវាយប្រហារទៅលើប្រទេសតំបន់ឧស្សាហកម្មប្រេងនៅតំបន់ឈូងសមុទ្រប៉ែកហើយការបិទច្រកសមុទ្រហមូសដោយឯកតោភាគីដោយប្រើកម្លាំងយោធានេះក៏អ៊ីរ៉ង់អាចនឹងប្រឈមមុខនឹងការថ្កោលទោសនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយចុងក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងចេញសេចក្តីសម្រេចវិធានការធ្ងន់ធ្ងរប្រឆាំងនឹងអ៊ីរ៉ង់ក៏ថាបានប៉ុន្តែអ៊ីរ៉ង់បានប្រកាសហើយថាទោះកាលទេសកៈណាក៏ដោយទោះរបៀបណាក៏ដោយត្រូវអ៊ីរ៉ង់ទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយក៏អ៊ីរ៉ង់ចាត់ទុកថាអ៊ីរ៉ង់មានសិទ្ធិក្នុងការរើបំរាស់ចេញពីការឈ្លានពានរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអ៊ីរ៉ង់ចាត់ទុកថាការវាយប្រហារទៅលើប្រទេសណាក៏ដោយដែលក្រុមមីស៊ីលអាមេរិកចេញពីប្រទេសនោះគឺជាតម្លៃនៃការវាយបកក្នុងកម្រិតសងសឹក
វាអត់មានខុសច្បាប់ទម្លាប់នៃការប្រើប្រាស់សិទ្ធិការពារខ្លួននោះទេនេះក៏ជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ផងដែរដែលតែងតែបញ្ជាក់ដូចនេះទៅកាន់សហគមន៍អន្តរជាតិថាអ៊ីរ៉ង់នៅតែមានសិទ្ធិក្នុងការជ្រើសរើសច្បាប់ការពារខ្លួនដើម្បីការពារផលប្រយោជន៍និងការពារប្រជាជនអ៊ីរ៉ង់ជាជាងអ៊ីរ៉ង់រងការវាយបង្ក្រាបដោយអយុត្តិធម៌បំផុតពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល